មុខម្ហូបបែបចុះបាយមកទៀតហើយបងប្អូនថ្ងៃនេះសម្រាប់ខ្ញុំឲ្យតែបានមុខម្ហូបបែបចាស់គឺថាអូយត្រៀមតបាយហើយទៅបាយមួយឆ្នាំងអីមិនដឹងនៅណាផងដើម្បីរៀងស្រួយតិចមកគឺថាជាតិណាហើយថ្ងៃនឹងដែរខ្ញុំមានសៀងសកន្លះដបនេះដល់ពេលអញ្ចឹងទៅនឹកគិតថាឆាសៀងជាមួយនឹងសាច់ជ្រូក3ជាន់ប្រោយទៅសម្រាប់ខ្ទឹមសខ្ទឹមក្រហមខ្ញុំចិត្តរួចជាការស្រេចហើយនឹងពងមកក្របផងដែរសម្រាប់សាច់ជ្រូកខ្ញុំយកសាច់ជ្រូក3ជាន់ហើយថ្ងៃនេះដែរខ្ញុំបានប្រើជាមួយនឹងប្រេងស្ដាយទេគឺខ្ញុំប្រើខ្លាញ់ជ្រូកបដ ហើយចំហៀវវាចេញខ្លាញ់ជាហើយទៅខ្ញុំចាក់ជាមួយនឹងខ្ទឹមបំពងខ្ទឹមមករៀងឈ្ងុយឈ្ងប់ហើយទៅខ្ញុំចាក់សាច់ចូលសម្រាប់សាច់ជ្រូក3ជាន់នេះគឺខ្ញុំហាន់ធំបន្តិចណាហើយជាមួយនឹងស្បែកជ្រូកផងដែរបងប្អូនអាចហាន់តូចជាងខ្ញុំបន្តិចក៏បានដែរប៉ុន្តែខ្ញុំហាន់ដេញធំបន្តិចណាហើយសៀងខ្ញុំចាក់ចូលទៅទាំងអស់មិនថាជាទឹកមិនថាជាកាតើមកទៀតខ្ញុំបន្ថែមជាមួយនឹងប៊ីចេងបន្តិចដោយសារតែខ្ញុំប្រើសៀងផ្អែមតែពេលចឹងទៅខ្ញុំថែមតែជាមួយនឹងប៊ីចេងហើយទៅខ្ញុំភ្លក់ខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតនេះជារួមទៅដាក់ស្ករត្នោតបន្តិចទៀតនេះបានវាឆ្ងាញ់និយាយទៅស្មើនឹងម៉ងប្រៃផ្អែមសៀងកុំឃើញនៅកន្លះដបបន្តិចហ្នឹងវាមានជាតិប្រៃខ្លាំងណាស់ខ្ញុំឃើញតែសៀងតាន់បន្តិចជាងទៅដំបូងខ្ញុំថាដាក់តពងតាមមួយក្របទេតែមើលទៅរៀងប្រៃខ្ញុំបន្ថែមពង2គ្រាប់បដ ாய் ទៅដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ណាហើយណាមួយវាកាត់បន្ថយនៅជាតិប្រៃផងដែរសម្រាប់ពងគឺខ្ញុំដាក់ទៅខ្ញុំអត់បានកូរជោគច្បល់ភ្លាមទេខ្ញុំធ្វើឲ្យវារៀងឆ្អិនបន្តិចប៉ុណ្ណេះហើយទៅខ្ញុំធ្វើការជោគច្បល់គ្នាឲ្យចូលសព្វសាច់ជាមួយនឹងសៀងហើយនឹងសាច់ជ្រូក3ជាន់ផងដែរសម្រាប់រសជាតិគឺខ្ញុំចង់បានប៉ុណ្ណឹងគឺថាអេមស្នេហ៍ហើយគឺខ្ញុំអត់បានបន្ថែមទឹកដែរនៅពេលដែលខ្ញុំឆាហ្នឹងគឺខ្ញុំប្រើភ្លើងតិចមែនតើពីមើលទៅដូចខ្លោចជាងមកតែវាអត់ខ្លោចទេបងប្អូនបន្ទាប់ពីខ្ញុំកូរជោគច្បល់សៀងសាច់ជ្រូក3ជាន់អីចូលសព្វសាច់គ្នាហើយទៅខ្ញុំចាក់ជាមួយនឹងខ្ទឹមក្រហមហើយនឹងម្ទេសអាចសាត់នេះចូលសម្រាប់មុខម្ហូបនេះយើងប្រើម្ទេសអាចសាត់បានវាឆ្ងាញ់បងប្អូនមិនចេះម្ទេសទេកុំដាក់ណាតែខ្ញុំអត់បានតែហ្មងមុខម្ហូបមួយណាក៏ខ្ញុំប្រើម្ទេសដែរហើយជាចុងក្រោយខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមបន្លែខ្ញុំប្រើជាមួយនឹងម្លែតសក់ដោយសារតែឆាសៀងជាមួយនឹងសាច់ជ្រូក3ជាន់នេះបន្លែតសក់គឺឆ្ងាញ់បំផុតហ្មងឆាសៀងជាមួយសាច់ជ្រូក3ជាន់បដានៅខាងក្រៅភ្លៀងបដាគឺថាស្របពេលជាមួយនឹងមេឃភ្លៀងបានមុខម្ហូបចេះទៀតគឺថាហើយបាច់និយាយតើបងមិនចង់គេទេ